ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំអ៊ុំរំផាជាសហស្ថាបនិករបស់ក្រុមហ៊ុន BIS Accounting and Tax Service Co Ltd សូមចែករំលែកប្រធានបទថ្មីមួយដែលតាក់ទងទៅនឹងបែងចែកភាគលាភច្រើនពេកអាចនាំហានិភ័យទៅដល់ការធ្វើសវនកម្មពន្ធដារមានក្រុមហ៊ុនមួយចំណេញមើលទៅល្អម្ចាស់ហ៊ុនទទួលបានភាគលាភរាល់ឆ្នាំលុយចេញចូលរាប់សែនដុល្លារប៉ុន្តែថ្ងៃមួយមានលិខិតមួយបានផ្ញើមកដល់ក្រុមហ៊ុនមិនមែនពីអតិថិជនមិនមែនពីធនាគារប៉ុន្តែពីអគ្គនាយកដ្ឋានពន្ធដារហើយពេលនោះ management និងបុគ្គលិកក្នុងក្រុមហ៊ុនចាប់ផ្ដើមស្ងៀមមនុស្សជាច្រើនគិតថាចែកលុយមិនមានបញ្ហាម្ចាស់អាជីវកម្មជាច្រើនគិតថានេះជាចំណេញរបស់ក្រុមហ៊ុនដូច្នេះការចែកឲ្យម្ចាស់ហ៊ុនមិនគួរមានបញ្ហាអ្វីទេប៉ុន្តែក្នុងការអនុវត្តពិតលើអនុលោមភាពសារពើពន្ធគ្រប់លុយដែលចេញពីក្រុមហ៊ុនអាចក្លាយជាចំណុចនាំឲ្យមានហានិភ័យពន្ធជាពិសេសនៅពេលចំនួនលុយធំឯកសារមិនច្បាស់ឬការចែកមិនសមហេតុផលហើយនេះជាចំណុចដែលសវនករពន្ធដារចាប់ផ្ដើមសួរសំណួរ Tax Auditor មិនមើលតែ Profit មនុស្សជាច្រើនគិតថាបើក្រុមហ៊ុនចំណេញការចែកភាគលាភគឺធម្មតាប៉ុន្តែសវនករពន្ធដារមើលជ្រៅជាងនោះពួកគាត់មើលប្រភពនៃប្រាក់ចំណេញ Source of Profit លំហូរចូលនិងចេញនៃសាច់ប្រាក់ Cash Movement ឯកសារគាំទ្រ Supporting Document រចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន Shareholder Structure ការអនុវត្តតាមច្បាប់សារពើពន្ធ Tax Compliance ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ Related Party Transaction ហើយពេលលេខមើលទៅមិនសមហេតុផលហានិភ័យនៃការធ្វើសវនកម្មពន្ធដារក៏ចាប់ផ្ដើមកើនឡើង Hidden Dividend លុយដែលលាក់ក្រោមឈ្មោះផ្សេងនេះជារឿងដែលកើតញឹកញាប់ជាងមនុស្សគិតម្ចាស់ក្រុមហ៊ុនខ្លះមិនចង់បង្ហាញថាជា Dividend ដូច្នេះពួកគាត់ប្រើឈ្មោះផ្សេងៗដូចជាប្រាក់បូរ៉េប្រទានជូននាយក Director Advance ប្រាក់ម្ចាស់ភាគហ៊ុនកម្ចីពីក្រុមហ៊ុន Shareholder Loan ការសងត្រឡប់ចំណាយ Expense Reimbursement កម្រៃប្រឹក្សាយោបល់ Consulting Fee ថ្លៃសេវាគ្រប់គ្រង Management Fee ប៉ុន្តែបើលុយនោះជាការផ្ទេរទៅម្ចាស់ហ៊ុនសម្រាប់ប្រើផ្ទាល់ខ្លួនមន្ត្រីសវនករអាចចាត់ទុកថាជាលុយភាគលាភដែលលាក់ក្រោមឈ្មោះផ្សេង Hidden Dividend ហើយបញ្ហាធំចាប់ផ្ដើមពីទីនោះការចែកភាគលាភដោយគ្មានឯកសារសូមស្រមៃថាក្រុមហ៊ុនផ្ទេរលុយ$30,000ទៅម្ចាស់ហ៊ុនប៉ុន្តែគ្មានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល Board Resolution ការអនុម័តពីម្ចាស់ភាគហ៊ុន Shareholder Approval ការប្រកាសចែកភាគលាភ Dividend Declaration ការកត់ត្រាគណនេយ្យត្រឹមត្រូវ Proper Accounting Entry នៅពេលសវនកម្មមកដល់សវនករអាចសួរថាលុយនេះជាអ្វីហើយពេលគ្មានភស្តុតាងច្បាស់ហានិភ័យចាប់ផ្ដើមកើនឡើងភ្លាម Related Party Transaction តំបន់គ្រោះថ្នាក់ក្រុមហ៊ុនជាច្រើនមិនចែកភាគលាភត្រង់ទេពេលខ្លះពួកគាត់ប្រើក្រុមហ៊ុនបងប្អូនសាច់ញាតិនាយកស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីផ្ទេរលុយបញ្ហាគឺមន្ត្រីសវនករយកចិត្តទុកដាក់ខ្លាំងលើ Related Party Transaction ប្រតិបត្តិការជាមួយបុគ្គលតាក់ទិនព្រោះវាជាកន្លែងដែលការបង្វែរប្រាក់ចំណេញទៅអង្គភាពផ្សេងការវាងពន្ធដោយប្រើចន្លោះច្បាប់ការចែកភាគលាភដោយប្រយោលអាចកើតឡើងចំណេញតិចតែចែកលុយច្រើននេះជាចំណុចដែលគួរឲ្យសង្ស័យខ្លាំងសូមស្រមៃថា Financial Statement បង្ហាញថា Profit តិចបង់ពន្ធក៏តិចដែរប៉ុន្តែក្រុមហ៊ុនកំពុងចែកភាគលាភធំម្ចាស់ភាគហ៊ុនរស់នៅបែបស៊ីវិល័យ Luxury លំហូរសាច់ប្រាក់ចេញច្រើនភ្លាមនោះសំណួរចាប់ផ្ដើមកើតឡើងតើក្រុមហ៊ុនកំពុងលាក់ចំណូលទេ
ហើយពេលសាវនករចាប់ផ្ដើមសង្ស័យការធ្វើសាវនកម្មក៏អាចក្លាយជារឿងធ្ងន់ធ្ងរនិងស៊ីជម្រៅជាងធម្មតាកំហុសយើងក្រុមហ៊ុនតូចគេមិនចាប់អារម្មណ៍ទេម្ចាស់អាជីវកម្មតូចៗជាច្រើនគិតថាយើងតូចពេកគ្មានអ្នកណាមកមើលទេប៉ុន្តែក្នុងសម័យ Digital ទិន្នន័យហិរញ្ញវត្ថុកាន់តែងាយត្រូវតាមដានប្រតិបត្តិការធនាគារ Bank Transaction ការដាក់ប្រកាសពន្ធ Tax Filing របាយការណ៍ហិរញ្ញវត្ថុ Financial Report កំណត់ត្រាអាករលើតម្លៃបន្ថែម VAT Record ពន្ធកាត់ទោស Withholding Tax អាចបង្ហាញទម្រង់ជាច្រើនហើយពេលលេខមិនស៊ីគ្នាហានិភ័យផ្សេងៗក៏ចាប់ផ្ដើមលេចឡើងបណ្ដាជាដំណាក់កាល Withholding Tax ចំណុចដែលគេភ្លេចញឹកញាប់នៅក្នុងប្រទេសជាច្រើន Dividend អាចពាក់ព័ន្ធនឹងពន្ធកាត់ទុក Withholding Tax មានន័យថាពេលក្រុមហ៊ុនចែកភាគលាភអាចត្រូវកាត់និងបង់ពន្ធជាមុនប៉ុន្តែអាជីវកម្មជាច្រើនមិនដឹងមិនយល់ឬមិនអនុវត្តត្រឹមត្រូវហើយពេលមានការធ្វើសាវនកម្មសារពើពន្ធមានប្រាក់ពន្ធត្រូវបង់មានប្រាក់ពិន័យនិងការប្រាក់អាចកើតឡើង Tax Audit មិនត្រឹមតែរឿងលុយមនុស្សជាច្រើនខ្លាច Tax Audit ព្រោះខ្លាចបង់ពន្ធបន្ថែមប៉ុន្តែបញ្ហាពិតប្រាកដអាចធំជាងនោះ Tax Audit អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះទំនុកចិត្តរបស់វិនិយោគិនទំនាក់ទំនងជាមួយធនាគារការពង្រឹងអាជីវកម្មភាពជាដៃគូឬកិច្ចសហការអាជីវកម្មពេលអាជីវកម្មចាប់ផ្ដើមមានបញ្ហាពន្ធមនុស្សជាច្រើនចាប់ផ្ដើមបាត់ទំនុកចិត្តក្រុមហ៊ុនដែលរឹងមាំគឺមានតម្លាភាពអាជីវកម្មដែលល្អមិនរងចាំឲ្យសាវនករមកដល់ទេពួកគាត់រៀបចំខ្លួនជាមុនការរៀបចំឯកសារត្រឹមត្រូវ proper documentation ការសម្រេចចែកភាគលាភ dividend resolution ការអនុវត្តតាមច្បាប់ពន្ធ tax compliance បញ្ជីគណនេយ្យដែលមានភាពច្បាស់លាស់ accounting record តម្លាភាពហិរញ្ញវត្ថុ financial transparency ព្រោះពួកគេដឹងថាលុយដែលចែកដោយគ្មានប្រព័ន្ធគ្រប់គ្រងអាចបង្កើតបញ្ហាធំជាងលុយដែលបានចែកមនុស្សជាច្រើនគិតថាការធ្វើសាវនកម្មសារពើពន្ធ Tax Audit គឺជារឿងរបស់ក្រុមហ៊ុនធំប៉ុន្តែការពិតគ្រប់អាជីវកម្មដែលមានលុយចេញចូលអាចក្លាយជាចំណុចឲ្យមានការសង្ស័យឬត្រួតពិនិត្យ Dividend មិនមែនគ្រាន់តែជាការចែកចំណេញទេវាជាប្រតិបត្តិការហិរញ្ញវត្ថុដែលត្រូវការភាពច្បាស់លាស់ឯកសារនិងការគោរពច្បាប់ព្រោះពេលលុយចាប់ផ្ដើមចេញពីក្រុមហ៊ុនសំណួរក៏ចាប់ផ្ដើមកើតឡើងដែរចាសសូមអរគុណនៃការយកចិត្តទុកដាក់ស្ដាប់របស់អ្នកទាំងអស់គ្នាសម្រាប់ការចែករំលែករបស់ខ្ញុំក្នុងថ្ងៃនេះខ្ញុំសង្ឃឹមថាវីដេអូចែករំលែករបស់ខ្ញុំនឹងជួយអ្នកទាំងអស់គ្នាទទួលបាននូវឱកាសបទពិសោធន៍ថ្មីដំណោះស្រាយបញ្ហានិងចំណេះដឹងបន្ថែមអំពីគណនេយ្យនិងពន្ធដារប្រសិនបើមានចម្ងល់ឬបញ្ហាអ្វីទាក់ទងនឹងគណនេយ្យនិងពន្ធដារសូមទុកមតិយោបល់ខាងក្រោមខ្ញុំនឹងយកមកពិភាក្សាឬចែករំលែកបន្ថែមក្នុងវីដេអូក្រោយកុំភ្លេចចុច like share and subscribe ដើម្បីកុំឲ្យខកខានវីដេអូថ្មីៗបន្តទៀតចំណេះដឹងតូចៗរៀងរាល់ថ្ងៃគឺជាគន្លឹះដើម្បីឲ្យការងារនិងអាជីវកម្មរបស់អ្នកកាន់តែរឹងមាំសូមអរគុណនៃការចំណាយពេលដ៏មានតម្លៃលើប្រធានបទថ្ងៃនេះយើងនឹងជួបគ្នាវិញនៅវីដេអូបន្ទាប់យើងនឹងនិយាយអំពី dividend និងពន្ធហើយហេតុអ្វីម្ចាស់ហ៊ុនខ្លះទទួលលុយតែបាត់លុយមួយផ្នែកទៅអគ្គនាយកដ្ឋានពន្ធដារដោយមិនបានត្រៀមខ្លួនចាសសូមអរគុណសូមជម្រាបលា